ហើយនឹងចង់លើកពីបបិសាទមួយពាក់ព័ន្ធនឹងក្មេងដែលគាត់មិនចង់ញ៉ាំអាហារហើយយើងប្រើវិធីគ្រប់បែបយ៉ាងហើយដូចពាក់ព័ន្ធនឹងមើលឲ្យកូនគាត់ឈឺដែរគាត់បាត់ជើងទៀងទាត់ពេលវេលាហើយការដែលទុកគម្លាតអាហាររបស់គាត់នឹងក៏បានធ្វើត្រូវមានមកមានពេលអញ្ចឹងណា schedule ហើយនៅតែកូនមិនចង់ញ៉ាំទៀតអញ្ចឹងមកពីមូលហេតុអីថ្ងៃនេះខ្ញុំទទួលបានបបិសាទពីភ្ញៀវខ្ញុំដែរខ្ញុំមិនដឹងថាខ្ញុំធ្លាប់ប្រាប់អ្នកទាំងអស់គ្នាអត់ទេប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅមើលគឺពាក់ព័ន្ធទៅនឹងរសជាតិអាហារតើអ្នកទាំងអស់គ្នាបានធ្វើការផ្លាស់ប្ដូររសជាតិអាហារឲ្យកូនអ្នកទាំងអស់គ្នានៅអញ្ចឹងទៅសង្កេតមើលវិញថាតើកូនយើងចូលចិត្តញ៉ាំអីបើសិនជាគាត់ចូលចិត្តញ៉ាំផ្លែឈើតើញ៉ាំផ្លែឈើប្រភេទណាជូរផ្អែមឬក៏រសជាតិផ្អែមហើយបើសិនជាអាហារតើគាត់ចូលចិត្តញ៉ាំជាប្រភេទកិនឬក៏ជាប្រភេទអត់កិនពួកអីកម្មពិតជាទូទៅការណែនាំរបស់គ្រូពេទ្យឬក៏តាម guideline តែម្ដងគឺក្មេងចាប់ពី1ខួបឡើងហើយគឺយើងស្ទើរតាមបាច់កិនទេក៏ប៉ុន្តែយើងរកអាហារណាដែលទន់ៗដែលស័ក្តិសមសម្រាប់គាត់នៅក្នុងការលេបចឹងណាធ្វើមិនតែកុំឲ្យគាត់ឆ្លាក់ទៅបានហើយអាចរកបាយជ្រាយឬក៏បើន័យថាបើសិនជាការដាំបាយអ្នកខ្លះការបើសិនជាខ្ញុំកាលពីមុនគឺខ្ញុំធ្លាប់ប្រើអង្គ2កណាត់អីចឹងទៅតើសួរថាតម្រូវតាមខ្ញុំអត់ទេអ្នកនរគ្នាដូចខ្ញុំប្រាប់ពីដើមចឹងគឺធ្វើបែបណាកុំឲ្យតកូនញ៉ាំទៅឆ្លាក់ទេហើយការដែលយើងចាប់ផ្ដើមទៅរៀនការញ៉ាំអាហារដោយខ្លួនឯងដែលភាសាអង់គ្លេសហៅថា finger food ជារឿងមួយដែលល្អបើសិនអ្នកនរគ្នាឆ្លៀតបានអ្នកនរគ្នាគួរតែឆ្លៀតពេលដែលយើងផ្ដល់ finger food ឲ្យគាត់ធ្វើឲ្យគាត់នឹងបានន័យថាការដែលគាត់ហ៊ាននៅក្នុងសាកល្បងអាហារថ្មីហើយពួកអ្នកនរគ្នានឹងចាប់ផ្ដើមចាប់អារម្មណ៍ថាឧទាហរណ៍ពេលយើងដាក់ផ្លែឈើមួយចានទៅមាន strawberry មានប៉ោមឬក៏ក្រូចនឹងយើងឬក៏ផ្លែចេកយើងនឹងសង្កេតឃើញថាតើគាត់រើសយកមួយណាញ៉ាំច្រើនជាងគេអញ្ចឹងខ្ញុំចាប់ផ្ដើមកូនយើងចូលចិត្តអានេះកូនយើងចូលចិត្តអានេះអញ្ចឹងបើសិនជាអ្នកនរគ្នាកូនព្យាយាមគ្រប់បែបយ៉ាងហើយអ្នកនរគ្នាទៅសង្កេតនៅរសជាតិអាហារមួយទៀតតើកូនយើងនឹងគាត់ចូលចិត្តរសជាតិបែបណាហើយព្យាយាមធ្វើទៅតាមគាត់ហើយដូចគ្នានឹងដែរមិនថាខ្ញុំអត់ឲ្យអ្នកនរគ្នាបរិញ្ញាអាហារថ្មីនៅតែបរិញ្ញាដូចគ្នាប៉ុន្តែត្រូវតែតាមចិត្តរបស់គាត់ព្រោះឯក្មេងគឺអត់ដូចនឹងមនុស្សធំយើងចឹងមិនន័យថាតែយើងអត់ចូលចិត្តអីហើយគឺយើងអត់ញ៉ាំអាហ្នឹងទេគ្រាន់តែកូនក្មេងគាត់អត់ចេះនិយាយយើងមនុស្សធំយើងដើររកអាហារសម្រាប់ខ្លួនយើងចឹងតែកូនក្មេងគាត់និយាយមិនកើតតោះតែយើងជាប៉ាម៉ាក់របស់គាត់ជួយ support គាត់នេះខ្ញុំនិយាយពាក់ព័ន្ធនឹងក្មេងដែលគាត់មានសុខភាពធម្មតាណាអត់មានការបាត់បង់ជាតិដៃឬក៏អីបើសិនជាក្មេងដែលគាត់មានបញ្ហាសុខភាពអាហ្នឹងយើងត្រូវ check មើលមានការធ្វើរោគវិនិច្ឆ័យពីគ្រូពេទ្យដែលបានច្បាស់លាស់តែនេះនិយាយពីក្មេងដែលធម្មតាហើយក្មេងដូចនឹងមនុស្សធំយើងអញ្ចឹងបានន័យថាមានថ្ងៃខ្លះគាត់ចង់ញ៉ាំថ្ងៃខ្លះគាត់អត់សូវចង់ញ៉ាំអីចឹងទៅវាជារឿងធម្មតាតែយើងត្រូវតាមដានថាតើគាត់នឹងចង់ញ៉ាំអីចឹងឬក៏គាត់ចូលចិត្តរសជាតិអាហារបែបណាអត់មាននិយាយទៅក្មេងដូចគ្នាទាំងអស់ក៏មានអារម្មណ៍ថា stress សំខាន់យើងបានធ្វើអ្វីដែលយើងបានធ្វើហើយយើងមានទម្លាប់ធ្វើត្រូវកូនក៏អត់មានបញ្ហាសុខភាពគឺអូខេហើយ